បាទយើងចុចទៅតេស្តម៉ាស់លើសលេងយើងចាក់មកខ្សែពណ៌ក្រហមបានភ្លើង12វ៉ុលដោយរបស់ជាគៀងភ្លើងមុខអាคลิก160របស់យើងនេះបាទទាំងអស់វាមានខ្សែភ្លើង8ខ្សែបាទជួរលើមាន4ខ្សែជួរក្រោមនេះមាន4ខ្សែអញ្ចឹងសរុបមកទាំងអស់មាន8ខ្សែអញ្ចឹងប្រភេទពួកជាគៀងភ្លើងមុខបាទប្រភេទពួកคลิก160នេះគឺវាធ្វើដូចតែមួយរួមទាំងអស់គ្នាបានន័យថាភ្លើងដមីភ្លើងសញ្ញោឆ្វេងស្ដាំភ្លើងកូដភ្លើងហ្វាល់គឺនៅជាមួយដូចតែមួយអញ្ចឹងអូខេណាអញ្ចឹងខ្ញុំនឹងមកបង្ហាញអំពីវិធីការរោគម៉ាស់រោគភ្លើងបាទភ្លើងអាគុយបាទរបស់ភ្លើងកូដភ្លើងហ្វាបាទរបស់ជាគៀងភ្លើងមុខបាទសម្រាប់បងប្អូនដែលមិនដែលធ្លាប់កាត់កុំឲ្យយើងកាត់ខុសហើយទី1គឺសំខាន់ឲ្យយើងចេះវាស់ភ្លើងបើយើងរៀនចំណាំឃើញគេថតថានេះកាត់ខ្សែពណ៌ប្រផេះពណ៌សូកូឡាជ្រុលក្រហមកាត់ភ្លើងកូដឬក៏ម៉ូតូផ្សេងគេកាត់ភ្លើងនេះដើម្បីផ្ដាច់ភ្លើងមុខបាទបងប្អូនចំណាំមែនស្រួលចំណាំក៏ប៉ុន្តែដល់ពេលដល់ម៉ូតូចេញសេរីក្រោយៗមកបងប្អូននឹងអាចថាមិនដឹងថាវាស់ភ្លើងបែបណាអាណាជាម៉ាស់អាណាជាភ្លើងអាណាជាភ្លើងដមីអាណាជាភ្លើងសញ្ញោអាណាជាភ្លើងកូដហ្វាអាណាជាម៉ាស់របស់កូដជាម៉ាស់ហ្វាអញ្ចឹងនៅថ្ងៃនេះខ្ញុំនឹងមកបង្ហាញអំពីការវាស់រោគបាទម៉ាស់រួមភ្លើងអាគុយហើយនឹងភ្លើងចូលដមីហើយនឹងភ្លើងចូលកូដហ្វាហើយជាមួយម៉ាស់ដែលចូលភ្លើងកូដរបស់យើងនឹង8ខ្សែណាទាំងប្រភេទពួកคลิก160គឺមាន8ខ្សែអូខេអញ្ចឹងជាដំបូងនេះខ្ញុំឲ្យបងប្អូនរកម៉ាស់មុនគេសិនម៉ាស់រួមបាទម៉ាស់រួមអញ្ចឹងតកូលហុងដាបើបងប្អូនឃើញពណ៌បៃតងឬបៃតងឈុតសប្រកាសហ្នឹងវាជាម៉ាស់ហើយវាជាម៉ាស់រួមអញ្ចឹងបងប្អូនចង់ប្រកាសថាវាជាម៉ាស់រួមមែនបាទបងប្អូនកាច់អូម៉ែតមកកន្លែងលេខនេះណាកាច់អូម៉ែតមកកន្លែងលេខសញ្ញា Wi-Fi ហើយមកជាយើងចាក់ម៉ាស់ចោលមួយទៅបាទអញ្ចឹងមួយខ្សែទៀតយើងមកចាក់លើខ្សែពណ៌បៃតងអញ្ចឹងខ្ញុំដល់ខ្ញុំប្រើជាប្រភេទមកចូលបែបនេះបាទកុំឲ្យវារីកដូចរបស់គេរបស់ភៀវបាទអញ្ចឹងចាក់មកចាក់មកលើសលេងទីតណាបងប្អូនបាទវាជាម៉ាស់រួមភ្លើងសញ្ញោភ្លើងដមីភ្លើងកូដហ្វារបស់យើងក្នុងជាគៀងតែមួយនេះណាបាទជាម៉ាស់រួមអូខេបន្ទាប់ពីយើងបានស្គាល់ម៉ាស់មួយពណ៌បៃតងសជាម៉ាស់មួយហើយបន្ទាប់មកខ្ញុំនឹងចាក់រោគខ្សែជាភ្លើងអញ្ចឹងខ្សែពណ៌ក្រហមនេះគឺជាខ្សែភ្លើងអាគុយ direct ចេញពីប្រអប់ full chip របស់យើងណាអញ្ចឹងឥឡូវពេលនេះយើងកាច់អូម៉ែនមកកន្លែងលេខ20វ៉ុលបាទរួចហើយយើងយកអូម៉ែនចាក់ម៉ាស់មួយហើយយើងមកចាក់លើខ្សែក្រហមហើយយើងបងប្អូនញ៉ាំតែគេមើលអូម៉ែនអស់គ្នាវាជាភ្លើងអាគុយយកបានបើកភ្លើងសណាយកបានបើកកង្កាក់សទេបាទបានបើកកង្កាក់ណាអញ្ចឹងនេះជាភ្លើងអាគុយបាទ12វ៉ុលចេញពី full chip ណាខ្សែពណ៌ក្រហមសុទ្ធនេះវាជាភ្លើងអាគុយចេញពី full chip បាទបងប្អូនលើប្រអប់ full chip ចេញពី full chip backup នេះណាចេញពី chip មួយនេះបាទភ្លើង7 អាំពែហើយចឹងបងប្អូនអាចមកមើលលើប្រអប់ full chip យើងបាននេះណានេះ backup នៅទី2រកពីក្រោម1 2នេះ backup បាទខ្សែបងប្អូនអាចផ្ងាវាមើលមកនេះនៅជើងទី2ណានេះនៅចន្លោះទី2នេះបាទនេះ1 2នេះខ្សែពណ៌ក្រហមសុទ្ធបាទបងប្អូនមើលនេះខ្សែក្រហមសុទ្ធនេះខ្សែពណ៌ក្រហមសុទ្ធនេះបាទនេះណានៅ full chip ជើងទី2គឺខ្សែពណ៌ក្រហមសុទ្ធនេះបាទនេះចេញពី chip មួយនេះ1 2នេះបងប្អូនឃើញនេះបាទ1 2បាទនេះជា full chip backup ជាភ្លើងអាគុយចូលមកចិញ្ចឹមនៅសញ្ញោចូលមកចិញ្ចឹមនៅអំពូលសញ្ញោយើងសងខាងឆ្វេងស្ដាំហើយនឹងស្តុបនឹងស្តុបភ្លើងក្រោយណានេះចូលចិញ្ចឹមសញ្ញោឆ្វេងស្ដាំរបស់យើងមុខក្រោយហើយចូលចិញ្ចឹមនៅស្តុបក្រោយរបស់យើងទៀតណានៅស្តុបក្រោយរបស់យើងភ្លើងស្តុបក្រោយរបស់យើងបាទណាចឹងខ្សែពណ៌ក្រហមនេះយើងបានដឹងអំពីខ្សែភ្លើងទាំង4ខ្សែហើយថាជាមួយខ្សែណាជាម៉ាស់រួមបាទមួយណាជាភ្លើងអាគុយរួមហើយនឹងសល់ពណ៌តក្រូចនិងពណ៌ផ្ទៃមេឃនេះជាភ្លើងសញ្ញោឆ្វេងស្ដាំរួចរាល់ហើយឥឡូវពេលនេះយើងសល់4ខ្សែអញ្ចឹងក្នុង4ខ្សែនេះគឺខ្សែពណ៌ខ្មៅខ្សែពណ៌ទឹកប៊ិចសុទ្ធខ្សែពណ៌លឿងសុទ្ធហើយនឹងពណ៌សូកូឡាឆ្នុកក្រហមអញ្ចឹងក្នុងទាំង4ខ្សែតើមួយណាជាភ្លើងចូលចិញ្ចឹមដមីបាទមួយណាជាភ្លើងចូលចិញ្ចឹមភ្លើងកូដហើយមួយណាជាសញ្ញាម៉ាស់របស់ភ្លើងហ្វារបស់យើងអូខេឥឡូវពេលនេះយើងចាប់ផ្ដើមធ្វើការវាស់បើថាយើងនឹងធ្វើការវាស់នៅខ្សែពណ៌ខ្មៅបាទយើងចាក់មកចូលទៅក្នុងជើងរបស់ខ្សែពណ៌ខ្មៅបន្ទាប់មកយើងធ្វើការបើកកង្តាក់សរួចយើងកាច់អូម៉ែនមកកន្លែងលេខ20 volt DC សម្រាប់វាស់ភ្លើងអាគុយបាទណោះបន្ទាប់មកយើងធ្វើការចាក់ម៉ាស់ទូចោលមួយយើងវាស់វាយើងឃើញថាបានភ្លើង12 volt បាទអញ្ចឹងខ្សែពណ៌ខ្មៅនេះបើសិនជាបងប្អូនមើលទៅលើបាទប្រអប់ full chip របស់យើងគឺវាចេញពី full chip ណា full chip ទី2នេះ1 2គឺ full chip នេះឬបងប្អូនមានប្រអប់ full chip បងប្អូនមើលលើទៅប្រអប់ full chip របស់យើងទៅ
ទី2ជួរទី2របស់យើងនេះ1 2បាទវាជា full chip ប្រព័ន្ធផ្នែកខាងក្រៅបាទណាជាប្រព័ន្ធផ្នែកខាងក្រៅឬបងប្អូនបាទជាប្រព័ន្ធផ្នែកខាងក្រៅចូល12 V ចូលចិញ្ចឹមភ្លើង dummy ដើម្បីឲ្យ dummy សងខាងរបស់យើងឆ្វេងសាមរបស់យើងវាភ្លឺ direct រហូតបាទអូខេណាអញ្ចឹងឥឡូវយើងដាំមួយខ្សែទៀតហើយបាទបន្តមកទៀតយើងនឹងធ្វើការចាក់នៅលើខ្សែពណ៌បាទពណ៌សុកបាទពណ៌សុកកាឡាឆ្នូតក្រហមនេះបាទអញ្ចឹងដល់បកគោលបាទទី3បាទ1 2 3បាទបន្ទាប់មកយើងកាច់អូម៉ែតដដែលយើងវាស់មើលយើងឃើញបាន12 V បាទអញ្ចឹងនៅប្រភេទ protocol click 160បាទសស្នាត់ key frank ABS នេះគឺខ្សែពណ៌សុកាឡាឆ្នូតក្រហមនេះគឺជាភ្លើង12 V ចេញពី full chip headlight យើងហៅថា full chip ភ្លើងមុខណាបងប្អូនអាចមកមើលបាននេះមើលលើប្រព័ន្ធ full chip របស់យើងណាអញ្ចឹងប្រព័ន្ធ full chip របស់យើងបងប្អូនដកមកមើលប្រព័ន្ធ full chip របស់យើងគឺនៅលើប្រភេទនេះលេខ7.5 ampere ណាឬបងប្អូនអាចមកមើលលើប្រព័ន្ធ full chip របស់យើងនេះវាដាក់ HL HL ណានេះ HL បើន័យថា headlight បាទជា full chip ភ្លើងមុខបាទអញ្ចឹងបងប្អូនមើលមកនេះបងប្អូនដកឲ្យបងប្អូនមើលខ្សែនេះវាចេញពី full chip ខ្សែពណ៌សុកកាឡាឆ្នូតក្រហមនេះចេញពីជើង full chip ទី1របស់គេហ្នឹងបាទរីឯ full chip ភ្លើងចិញ្ចឹម dummy គឺនេះវាចេញមកពី full chip ជើងទី2នេះខ្សែពណ៌ខ្មៅនេះបន្ទាប់គ្នា1 2នេះពណ៌ខ្មៅណាអូខេនេះជា clip ដែលចែកម្លែកចង់បងប្អូនចេះវាស់ភ្លើងមិនចង់ឲ្យបងប្អូនចំណាំថាអូคลิกកាត់ខ្សែនេះ PC កាត់ខ្សែមួយនោះ ADV កាត់ខ្សែមួយនេះទេបាទបើន័យថាបងប្អូនចំណាំនេះចំណាំបានក៏ប៉ុន្តែវានឹងអនាគតពេលម៉ូតូចេញស៊េរីខ្ពស់បងប្អូនអាចចេះវាស់ទៀតអញ្ចឹងបងប្អូនចេះវាស់ម្ដងនេះបងប្អូនអាចចេះវាស់ម៉ូតូផ្សេងទៀតបាទអូខេបន្ទាប់ពីយើងដឹងពីខ្សែខ្មៅថាជាភ្លើង dummy ចូលចិញ្ចឹម dummy ហើយភ្លើងពណ៌សុកឡាក្រហមជាភ្លើងចូលចិញ្ចឹមភ្លើងកូដនិងភ្លើងហ្វារួចរាល់ហើយឥឡូវពេលនេះយើងមកចាក់លើខ្សែពណ៌លឿងខ្សែពណ៌លឿងណាខ្សែពណ៌លឿងនេះបាទខ្សែពណ៌លឿងគឺជាខ្សែសញ្ញាម៉ាស់គឺជាម៉ាស់តួបាទឆ្លងកាត់កងតាក់នេះណាកងតាក់កូដហ្វារបស់យើងនេះកងតាក់ហ្វាបើយើងចុចហ្វាមកវានឹងច្រឡងម៉ាស់តួឆ្លងកាត់កងតាក់ហ្វាហើយវានឹងមកចូលនៅខ្សែពណ៌លឿងរបស់យើងនេះឆ្លងកាត់ដូចចូលក្នុងចង្កៀងចូលក្នុងចង្កៀងឬចូលទៅអំពូលភ្លើងហ្វារបស់យើងដើម្បីឲ្យភ្លើងអំពូលហ្វាយើងភ្លឺណាឥឡូវខ្ញុំចាក់មើលនៅបង្គោលទី2ណាលឿងសតនេះណាបាទអូខេបន្ទាប់មកខ្ញុំកាច់អូម៉ែតមកលេខសញ្ញានេះមានសញ្ញា Wi-Fi នេះសញ្ញា Wi-Fi ណាអូខេតាក់លឿចាក់ម៉ាស់តួលឿឥឡូវពេលនេះខ្ញុំចាក់ម៉ាស់នេះបាទនេះខ្ញុំចាក់លើខ្សែពណ៌លឿងណាវាលឿឥឡូវខ្ញុំផ្ដាច់កូដហ្វាអូខេអញ្ចឹងវាជាសញ្ញាម៉ាស់ចេញពីម៉ាស់តួឆ្លងកាត់កងតាក់ហ្វារបស់យើងកងតាក់កូដហ្វារបស់យើងចេញមកខ្សែពណ៌លឿងដើម្បីចូលទៅក្នុងចង្កៀងរបស់យើងចូលទៅអំពូលភ្លើងហ្វាឲ្យពូមហ្វាយើងវាភ្លឺបាទណាឲ្យភ្លើងហ្វាភ្លឺបាទរីឯខ្សែពណ៌ទឹកប៊ិចសុទ្ធនេះជាទូទៅតកូល Honda របស់យើងដោយបងប្អូនដឹងស្រាប់ហើយគឺជាអំពូលហ្វាមែនទេវាជាខ្សែរលកសញ្ញារបស់អំពូលភ្លើងហ្វាចូលទៅហៅថាចូលទៅចង្កៀងចូលទៅកុងទ័ររបស់យើងណាពេលយើងបើកនេះពេលដែលយើងបើកហ្វាមកនេះវាជារលកសញ្ញាដែលចេញពីបន្ទាប់ពីយើងចុចហ្វាមែនណាបន្ទាប់ពីយើងចុចកងតាក់ហ្វាម៉ាស់តួឆ្លងកាត់កងតាក់ហ្វារបស់យើងចូលទៅចង្កៀងមុខបាទដើម្បីអំពូលភ្លើងហ្វាយើងវាភ្លឺហើយបន្ទាប់ពីអំពូលហ្វាភ្លឺហើយក្នុងផ្ទាំងសីមារបស់អំពូលភ្លើងហ្វារបស់យើងវានឹងបញ្ចេញជារលកសញ្ញាម៉ាស់បាទណាវាចេញជារលកសញ្ញាម៉ាស់មកឲ្យនិមិត្តសញ្ញាអំពូលហ្វារបស់យើងនៅក្នុងតាប់ឡូរបស់យើងឲ្យយើងឃើញថាយើងកំពុងបើកហ្វាបាទតោះឥឡូវពេលនេះយើងទៅវាស់មើលថាតើយើងវាស់វាយ៉ាងម៉េចឲ្យដឹងថាវាជានិមិត្តសញ្ញារបស់ភ្លើងនិមិត្តសញ្ញាជារលកសញ្ញាម៉ាស់បាទចេញពីចង្កៀងមុខចូលទៅកុងទ័ររបស់យើងបាទណាអូខេចឹងកាច់អូម៉ែតរបស់យើងណាបងប្អូនចង់ដឹងថាវាជារលកសញ្ញានិមិត្តសញ្ញាជារលកនិមិត្តសញ្ញាណាជារលកសញ្ញាមិនជាម៉ាស់ direct ទេវាជារលកសញ្ញាម៉ាស់ចេញពីផ្ទាំងនៅចង្កៀងភ្លើងហ្វារបស់យើងហ្នឹងណាបាទអញ្ចឹងវាមិនមែនជាម៉ាស់តួ direct ទេវាជារលកសញ្ញាអញ្ចឹងយើងកាច់មកកន្លែងលេខ200 មីលីវ៉ុលរបស់យើងមកម៉ាស់ចាក់តួចោលមួយទៅហើយខ្ញុំចាក់លើខ្សែនេះខ្សែពណ៌ទឹកប៊ិចនេះយើងបាននៅក្នុងចន្លោះ80ក្នុងចន្លោះ181 មីលីវ៉ុលកូដហ្វាអូខេអញ្ចឹងនេះបានន័យថាវាជាអាខ្សែពណ៌បាទខ្សែពណ៌ទឹកប៊ិចរបស់យើងនេះវាជាខ្សែរលកសញ្ញាម៉ាស់ដែលចេញពីចង្កៀងមុខរបស់យើងបន្ទាប់ពីយើងចុចហ្វាអញ្ចឹងក្នុងផ្ទាំងសីមាអំពូលភ្លើងហ្វារបស់យើងវាបញ្ជូនជារលកសញ្ញាម៉ាស់មក81 មីលីវ៉ុលចូលទៅឲ្យអំពូលនៅលើកុងទ័ររបស់យើងភ្លឺឲ្យយើងតំណាងថានេះជាយើងកំពុងបើកភ្លើងហ្វាអូខេណានេះជាคลิปវីដេអូមួយដែលខ្ញុំចង់មកចែកម្លែកឲ្យបងប្អូនជាងម៉ូតូយើងអស់គ្នាបាទចេះវាស់នៅ
ថាឌុយឬក៏ភ្លើងឬក៏ម៉ាស់ឬជាសញ្ញាចូលក្នុងចង្កៀងរបស់យើងពីប្រភេទម៉ូតូនីមួយៗដូចជាប្រភេទ Click PCX ADV ក៏ដោយដែលជាប្រភេទដែលមានខ្សែភ្លើងបាទ7ខ្សែ8ខ្សែក្តីឬ12ខ្សែក្តីឬក៏4ខ្សែក្តីឲ្យចេះវាស់វារឿងចំណាំវាល្អហើយបាទដែលគេធ្វើចែកលេខថតថាកាត់ខ្សែនេះណាដើម្បីកាត់ភ្លើងម៉ាស់ដើម្បីកាត់ភ្លើងកូដខ្សែនេះដើម្បីកាត់ភ្លើងដមីបាទល្អណាស់ប៉ុន្តែបើយើងចង់ឲ្យច្បាស់ខ្លួនឯងទៅថ្ងៃក្រោយទៀតយើងបានចេះវាស់នៅប្រភេទម៉ូតូទំនើបដែលចេញមកស៊េរីក្រោយទៀតព្រោះកំលេចថាម៉ូតូមួយឆ្នាំ2ឆ្នាំ3ឆ្នាំគេដូរស៊េរីម្ដងហើយណាអូខេចឹងអរគុណសម្រាប់រកការទស្សនាតាំងពីដើមទីរហូតដល់ចប់